សម្ដេចតេជោហ៊ុនសែនបានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូលក្រោយការអត់ធ្មត់លើសពី24ម៉ោងដើម្បីគោរពនៅបទឈប់បាញ់និងគ្រប់ពេលវេលាដើម្បីជំនះប្រជាជនចេញមកតំបន់សុវត្ថិភាពកាលពីល្ងាចមិញម្សិលថ្ងៃច័ន្ទទី8វីរៈកងទ័ពកម្ពុជាបានតបតបន្ថែមដោយយប់មិញនិងព្រឹកអង្គារនេះតាមរយៈសំណេរបញ្ជាក់នៅលើបណ្ដាញសង្គមនាព្រឹកថ្ងៃនេះសម្ដេចតេជោហ៊ុនសែនបានថ្លែងថាតាមនាយករដ្ឋមន្ត្រីថៃអនុทินបានប្រកាសថានឹងប្រើកម្លាំងវាយក11ចំណុចដែលយើងមិនច្បាស់ថា11ចំណុចនេះនៅកន្លែងណាខ្លះដើម្បីងាយស្រួលកុំឲ្យលំបាករកកន្លែងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទយើងត្រូវវាយគ្រប់ចំណុចដែលខ្មាំងវាយចូលសម្ដេចតេជោមានប្រសាសន៍ថាយើងការពារទឹកដីដោយមានលទ្ធដ្ឋានរឹងមាំជាមួយនឹងអាវុធគ្រប់ប្រភេទឯសត្រូវឈ្លានពានត្រូវចាត់ឡាត់វាចូលទីតាំងយើងក៏ពួកគេមិនអាចទទួលលេនដ្ឋានមកបានទេហើយក្បាលពួកគេក៏មិនបានចាន់ដែកស្ថានភាពនេះបានផ្ដល់ប្រៀបឲ្យយើងអនុវត្តយុទ្ធវិធីកំទេចកម្លាំងរបស់សត្រូវតាមរយៈការចាត់តាំងទប់ទល់សម្ដេចតេជោបានបញ្ជាក់ថាសម្រាប់មេទ័ពថៃបានប្រកាសថាដើម្បីសន្តិសុខប្រជាជនថៃត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែងសម្ដីលោកមេទ័ពខ្លាំងជាងប្រទេសមហាអំណាចខាងអាវុធនិងកងទ័ពនៅលើពិភពលោកនេះតទៅទៀតសម្ដេចតេជោបានថ្លែងសង្កត់ធ្ងន់ថាយើងពិតជាមិនអង្គុយអោបដៃឲ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេចុងក្រោយខ្ញុំកំពុងតាមមើលមនុស្សមួយចំនួនដែលការពីកម្ពុជាតបតដើម្បីការពារខ្លួនការពីខែកក្កដាពួកគេបានចោទយើងថាលំមោបសង្គ្រាមពេលយើងអត់ធ្មត់គោរពបទឈប់បាញ់និងចង់ដោះស្រាយដោយសន្តិវិធីគេចោទយើងថាខ្លាចថៃមិនហ៊ានវាយឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាពពេលនេះយើងនឹងវាយដើម្បីការពារខ្លួនទៀតហើយតើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀតកម្ពុជាត្រូវការសន្តិភាពតែកម្ពុជាបានបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីយើង